Rơn tì mùi, grọp srau tối nâng cá ọt một.នៅក្នុងភូមិជនបទមួយមានក្មេងប្រុសតូចឈ្មោះវីរ៉ាក់ជាក្មេងឆ្លាតតែគេមិនសូវអត់ធ្មត់ទេគាត់ចង់ឃើញលទ្ធផលលឿនមិនចង់រង់ចាំថ្ងៃមួយវីរ៉ាក់ទៅជាមួយឪពុកទៅស្រែឪពុកយកគ្រាប់ស្រាយមួយដាក់ក្នុងដៃកូនហើយសួរកូនគិតថាគ្រាប់តូចនេះអាចคล้ายជាអ្វីវីរ៉ាក់ឆ្លើយភ្លាមគ្មានអ្វីទេវាតូចណាស់ឪពុកញញឹមហើយនិយាយបើកូនថែវាដាំវានិងអត់ធ្មត់វាអាចคล้ายជាអាហាររបស់មនុស្សជាច្រើនវីរ៉ាក់មិនសូវជឿតែគាត់ក៏សាកដាំគ្រាប់ស្រាវនោះរៀងរាល់ថ្ងៃគាត់ទៅមើលវាហើយសួរខ្លួនឯងហេតុអ្វីវាមិនធំភ្លាមមានថ្ងៃខ្លះគាត់ចង់ដកវាចេញព្រោះគាត់អត់ធ្មត់ប៉ុន្តែឪពុករារាំងហើយនិយាយអ្វីល្អត្រូវការពេលវេលាបន្ទាប់ពីខែជាច្រើនគ្រាប់ស្រូវតូចคล้ายជាដើមស្រូវធំមានស្រូវពេញក្រអូបវីរ៉ាក់ឈរមើលដោយភ្ញាក់អាលថ្ងៃនោះគាត់យល់ថាការអត់ធ្មត់និងការខិតខំអាចបំលែងរឿងតូចៗឲ្យคล้ายជារឿងធំអត្ថន័យអប់រំកុំអត់ធ្មត់លឿនភាពជោគជ័យត្រូវការពេលវេលានិងការខិតខំមិត្តភាពនៃចុងភៅក្មេងស្រីម្នាក់ឈ្មោះមាលាជាសិស្សថ្មីក្នុងសាលានាងខ្មាស់អៀនមិនសូវនិយាយនិងមិនមានមិត្តច្រើនក្មេងៗខ្លះមើលងាយនាងព្រោះសម្លៀកបំពាក់នាងសាមញ្ញនិងនាងមកពីគ្រួសារក្រីក្រមានតែក្មេងប្រុសម្នាក់ឈ្មោះរ៉តដែលមកអង្គុយជិតនាងនិយាយជាមួយនាងរៀងរាល់ថ្ងៃមួយមាលាឈឺមិនអាចមកសាលាក្មេងៗភាគច្រើនមិនចាប់អារម្មណ៍តែរ៉តយកសិភៅទៅផ្ទះនាងជួយបង្រៀនមេរៀនពេលប្រឡងមាលាបានពិន្ទុល្អក្មេងៗចាប់ផ្ដើមគោរពនាងហើយចង់ធ្វើមិត្តមាលានិយាយដោយញញឹមមិត្តពិតមិនមែនអ្នកដែលមកពេលយើងល្អតែជាអ្នកដែលនៅជាមួយពេលយើងលំបាកថ្ងៃនោះក្មេងៗរៀនយល់អំពីមិត្តភ័ក្តិនិងការគោរពគ្នាអត្ថន័យអប់រំកុំវាយតម្លៃមនុស្សតាមរូបរាងមិត្តភាពពិតកើតពីចិត្តល្អពន្លឺតូចក្នុងបេះដូងនៅភូមិមួយមានក្មេងស្រីឈ្មោះសុភានាងមិនពូកែដោយក្មេងផ្សេងហើយតែងគិតថាខ្លួនឯងមិនមានតម្លៃថ្ងៃមួយគ្រូសួរថាអ្នកណាចង់ជួយសម្អាតសាលាគ្មាននរណាឆ្លើយតែសុភាលើកដៃទោះបីនាងខ្លាចគេមើលងាយក៏ដោយនាងធ្វើការយ៉ាងខិតខំជួយគ្រូជួយមិត្តដោយមិនទាមទារអ្វីវិញមួយថ្ងៃគ្រូនិយាយមុខថ្នាក់សុភាប្រហែលមិនពូកែជាងគេតែបេះដូងនាងភ្លឺជាងគេក្មេងៗចាប់ឡាមគ្រូនាងសុភាដឹងថាតម្លៃមនុស្សមិនមែនស្ថិតនៅលើភាពពូកែប៉ុណ្ណោះតែស្ថិតនៅលើចិត្តល្អអត្ថន័យអប់រំកុំអត់ធ្មត់លឿនភាពជោគជ័យត្រូវការពេលវេលានិងការខិតខំ